បាទបងប្អូនមកដល់ទីឥឡូវពងតែស្អីបងប្អូនបាទចាក់សាបស្អីក្នុងខាងខ្លួនឯងហ្នឹងបងប្អូនបាទឡើងតែដើមស្អីឲ្យវាលលោតិចសាច់គ្រឿងយើងបាទស្អីតិចហ្នឹងហើយដល់ពណ៌បានទៅស្អីយើងលោឥឡូវយើងតែវាទៅទៅមកវាតិចពោកពេកស្នូតអញ្ចឹងហ្នឹងហើយពណ៌លាវាបន្តិចចាក់បានច្រើនណាស់បងបាទឥឡូវហើយរួចរាល់ហើយយើងនៅតែស្អីវាក្លុកអញ្ចឹងបាទមើលឲ្យវាស្មើបាទចាក់ឲ្យទៅវាបានដែរបងប្អូនបាទព្រោះវាកន្លែងគេទីក្លែងអីចឹងបាទគេទីដើររឹងទៅប៉ុន្តែវាធ្វើសាបឲ្យវាស្អាតបន្តិចបាទស្អីវាកុំឲ្យជាប់ដៃចឹងនៅមករលោងចឹងបងប្អូនបាទผมស្អីឲ្យស្មើបាទកន្លែងណាលុកយើងពេញវាចឹងបាទទុករឹងយើងស្អីការយើងមកស្ពតយើងចឹងទៅយើងស្អីទៅវាលលោងវាស្មើចឹងបងបាទវាអត់ទីគ្រៀតវាដាក់ស្អីទៅវាលោងបាទទុករឹងនេះទៀតស្អីឡើងកាត់បាទយើងក៏នឹងដាក់ទៅស្អីទៅស្អីកន្លែងណាពោះយើងវាមកដាក់កន្លែងក្លុកទៅកន្លែងចងរឹងណាបងចងរឹងគាត់ដេកទីឆ្ងាយយើងដេកហូបពេលបាទមានរឹងយើងសាវាឡើងលើបងពេលយើងស្អីរឹងវាអីហើយយើងចាប់ដើមចងរឹងឡើងវិញមកទៅរលងបាទអរគុណបងប្អូនដែលបានតាមដានវីដេអូខ្ញុំពីដើមរហូតដល់ចប់